បាទក្របនឹងជំរាបសួរពុកម៉ែបងប្អូនដែលជា fan របស់ channel YouTube Kanjantun Official ឬក៏ពី My Family 88លក់រថយន្តបងប្អូនគេ Facebook Page ឬក៏ TikTok បងប្អូនណាជួបជាមួយលោកគ្រូ Kanjantun ថ្ងៃនេះគេមកចែករំលែកបទពិសោធន៍និងចំណេះដឹងជូនពុកម៉ែបងប្អូនមើលឡាន Toyota Fortuner បងប្អូនគេអញ្ចឹងយើងចាប់ផ្ដើមមកស៊េរីទំនើបបន្តិចដោយសារបច្ចុប្បន្ននេះពុកម៉ែបងប្អូនមួយចំនួនគឺមានចាប់ផ្ដើមធុញជាមួយនឹងឡានរៀងចាស់បន្តិចដោយសារវាប្រឈមនឹងខូចច្រើនដូចជាជាមួយនឹងបញ្ហាម៉ាស៊ីនប្រអប់លេខហូរប្រេងម៉ាស៊ីនជើងក្រោមផ្សេងអញ្ចឹងវាដល់ឆ្នាំបងប្អូនត្រឹម0203អីដូចជា Highlander ដូចជា330ដូចជា Corolla Camry បាឡែនអីអញ្ចឹងវាល្មមដែរហើយតែយ៉ាងណាមិញឡានជប៉ុនក៏វានៅតែធន់ដែរតែគាត់ថាគាត់រៀងខូចច្រើនបន្តិចបងប្អូនណាมันខុសពីយើងមនុស្សចាស់ទេបងប្អូនអញ្ចឹងតិចឈឺនេះឈឺនោះវិលមុខឈឺក្បាលបងប្អូនចុកពោះអីយ៉ាងទៅឲ្យគេឈឺជើងឈឺដៃដើរមិនចង់រួចអញ្ចឹងតែអាយុយើងច្រើនចូល50 60 70ឆ្នាំអីហ្នឹងវារៀងជរាបន្តិចហើយបងប្អូនអញ្ចឹងឡានក៏មិនសូវខុសគ្នាដែរបងប្អូនណាតែឥឡូវនេះយើងមកមើលឡានថ្មីក៏មិនប្រកាសថាឡានឆ្នាំខ្ពស់ហ្នឹងវាល្អដែរបងប្អូនដូចតែមនុស្សចាស់មនុស្សក្មេងបងដូចជាបងប្រុសហើយបងស្រីម្នាក់ខមមិនគេឃើញហ្នឹងក្មេងសោះគេមិនគួរណាស្លាប់សោះអញ្ចឹងអត់ទេបងប្អូនគេអញ្ចឹងការស្លាប់គេឬក៏ការខូចឡានដូចតែគ្នាដែរទេអញ្ចឹងក្មេងក៏អាចស្លាប់មុនចាស់គេចាស់អាចស្លាប់មុនក្មេងមិនប្រកាសថាមនុស្សចាស់ត្រូវតែស្លាប់មុនយើងក្មេងទេអត់ទេហើយមិនប្រកាសថាឡានចាស់នឹងគឺខូចទេបើគេថែទាំគេផ្លាស់ប្ដូរមកនេះក៏ដូចគ្នាដែរគេអញ្ចឹងគេគ្រាន់ថាឡានថ្មីវាកម្រខូចបន្តិចហើយបន្ទាប់មកបើប្រៀបធៀបមកមនុស្សក្មេងមានអាចរៀងខស្លាប់ប្រសិនបើថាគាត់ចេះថែទាំសុខភាពបើទេក្មេងស្លាប់មុនចាស់មានច្រើនណាស់បងប្អូនគេអូខេតោះឥឡូវយើងកុំនិយាយណាបងប្អូនយើងងាកមករបៀបមើល Toyota Fortuner បងប្អូនអញ្ចឹងខ្ញុំជំរាបជូនពុកម៉ែបងប្អូនហើយសាកលេខគឺជារឿងមួយសំខាន់បងប្អូនកុំច្រឡំណាមិនជិះសាកលេខបងប្អូនណាតាមពិតយើងអត់ជិះសាកលេខមែនយើងជិះឡានតែយើងមើលសាកលេខហ្នឹងបងប្អូនមិនមែនមកមើលលេខហុងស៊ុយអីណា168អីណាការ៉េ2ការ៉េអីណាអត់សំខាន់ទេបងប្អូនហ្នឹងសាកលេខដែលខ្ញុំផ្ដោតទៅលើនេះគឺខ្ញុំផ្ដោតទៅលើថាសាកលេខហ្នឹងធ្លាប់បាត់អត់ទុតិយតាអត់សាកលេខហ្នឹងបងប្អូន scan QR code ហ្នឹងចេញអត់ចឹងបងប្អូនមានអ៊ីនធឺណិតហើយបងប្អូនបើកកាមេរ៉ាបងប្អូនទៅគេបងប្អូនត្រូវ scan សាកលេខបងប្អូនណាហើយខ្ញុំបញ្ជាក់ជូនពុកម៉ែបងប្អូនឡានខ្លះគឺសាកលេខអាច scan អត់ចេញដោយសារយើងអត់បានចាប់អារម្មណ៍តាំងពីពេលដែលឡានយើងធ្វើមកដំបូងអញ្ចឹងបងប្អូនគេមានឡានដំបូងគេឲ្យអត់បានយល់ដឹងទៀតអញ្ចឹងគឺចាប់បឹបយកហ្មងទៅអញ្ចឹងសាកលេខ scan អត់ចេញអាហ្នឹងបងប្អូនអាចទៅបដូរបានប៉ុន្តែយើងត្រូវការចាយលុយបងប្អូនណាចាយពេលអញ្ចឹងយើងអត់ចង់អញ្ចឹងយើងទិញយើងមើលឲ្យហើយបងប្អូនមើលទី1ខ្លាចសាកលេខទុតិយតាមើលទី2សាកលេខនឹង scan ចេញអត់បងប្អូនតោះបងប្អូនអញ្ចឹងទិញឡានមួយទឹកយើងត្រូវការមើលច្រើនបើបងប្អូនអត់ចង់អស់លុយបងប្អូនចង់ទិញតាមហាងឆេងគេទិញឡានបានស្អាតបងប្អូនត្រូវយល់ដឹងដោយខ្លួនឯងមិនចាំបាច់ពឹងពាក់អ្នកដទៃទេបងប្អូនណាគេតោះឥឡូវយើងចង់មើលទឹកថ្នាំបងប្អូនត្រូវចេះមើលផ្ទៀងផ្ទាត់មកភ្នែកយើងត្រូវវៃពោពីរហ្នឹងដូចគ្នាប៉ុន្តែ Toyota Fortuner បងប្អូនចង់ឆ្នាំខ្ពស់យ៉ាងណាក៏ដោយកាងអត់ដូចជាមួយសាច់ដៃទេខ្ញុំលក់មកច្រើនគ្រឿងហើយនិយាយទៅគឺកាងអត់ដូចទេបងប្អូនមកផ្ទៀងផ្ទាត់ទៅកាង3ស៊ីនយ៉ាងណាក៏ដោយក៏នៅតែអត់ដូចដែរ Toyota Fortuner មួយខ្ញុំមិនដឹងយ៉ាងម៉េចបងប្អូនណាគេ017 18 22 20អីក៏ដោយចឹងកាងត្រូវតែស្តៀងមកមិនតិចគេអត់ឲ្យដូចទេខុសពីឡានផ្សេងបងប្អូនអូខេចឹងទឹកថ្នាំបងប្អូនចេះច្រើនហើយខ្ញុំជំរាបជូនថាបងប្អូនមើលក្លុកក្លៀតបន្តមកទៀតបងប្អូនអាថ្នាំបាញ់វាអត់ស្ងួតភ្លាមទេខ្យល់ហុយមកចឹងគឺវាជាប់ចឹងវាមានជាប់កតិចដីជាប់ហ្នឹងអាហ្នឹងគឺបាញ់ឯងបងប្អូនគេមិនបាច់ជាងណាមកធានាជួបជាមួយលោកគ្រូKanjantunគឺច្បាស់ខ្ញុំមិនមែនជាងថ្នាំទេប៉ុន្តែខ្ញុំកាន់ឡានមកយូរហើយអញ្ចឹងបទពិសោធន៍ដូចជាចូល11ឆ្នាំហើយជាងឯក្នុងការលក់ឡានហ្នឹងបងប្អូនណាអូខេឥឡូវយើងមើលទៀតយើងមើលទ្វារទី5យើងមើលតាគៀកក្រោយហ្នឹងមានបុកមានប៉ះអីអត់បងប្អូនអញ្ចឹងក្នុងការទិញឡានយើងបារម្ភអូខេខ្លាចបុកខ្លាចប៉ះខ្លាចបញ្ហាឯកសារអញ្ចឹងខ្ញុំនឹងនិយាយទាំងអស់បងប្អូនណាអូខេអញ្ចឹងយើងមើលមកនេះអូខេអញ្ចឹងតាគៀកហ្នឹងគឺកាយ៉ាវនេះมันអាចជាងណាធ្វើមកបានទេបងប្អូនណាអូខេបន្តមកបងប្អូនមើលវាទៀតឃើញបងប្អូនអញ្ចឹងគឺត្រូវស្អាត
តិចមកឃើញស្នាមថ្នាំអាឡូងអាហ្នឹងគឺបញ្ជាក់ថាបាញ់ឲ្យបងប្អូនទ្វាទី5ហ្នឹងមានស្នាមសោដោះអត់តែមានដោះគឺមានតែបុកឬក៏ដោះយកតែបាញ់ថ្នាំតែប៉ុណ្្នឹងទេតោនស្ងួតគេកម្រដោះបាញ់បងប្អូនគេតោនលើហ្នឹងបងប្អូនណាហើយបន្ទាប់មកយើងមើលសងខាងទៀតអូខេបងប្អូនចេះមើលអញ្ចឹងវាមានស្គុតនេះទៀតបងប្អូនឯគេទៅអញ្ចឹងតោតា Fortuner បងប្អូនចេះមើលប៉ុណ្ណឹងគឺបងប្អូនអាចទិញបានអូខេហើយអានេះអីសិនរបស់វាស៊ីនតិចបងប្អូនទៅឃើញអាហ្នឹងអាឡូងឬក៏ទិញបានស៊ីនហើយយកទៅឲ្យគេបាញ់មកអាឡូងដូចឡានខ្លះ Highlander វារៀងប្រែអាហ្នឹងបងប្អូនអាហ្នឹងរបស់វាស៊ីនបងប្អូនស្រាប់តែយកទៅឲ្យជាងបាញ់មកបៀកតំណពេកបាញ់ផ្ចិតមកអាហ្នឹងយំហ្មងបងប្អូនពេលលក់វិញបងប្អូនណាអញ្ចឹងខ្ញុំបញ្ជាក់ជូនឲ្យអាហ្នឹងគឺរបស់វាស៊ីនតែ Fortuner នេះវាអត់ប្រេះដូចពួក Highlander series ចាស់មក0203ហ្នឹងអញ្ចឹងវារៀងប្រេះកន្លែងហ្នឹងមកបន្តិច 4AX អីហ្នឹងក៏អញ្ចឹងដែរបងប្អូនខ្លះអត់យល់ដឹងយកទៅឲ្យជាងបៀកតំណឲ្យមកបាញ់បងប្អូនលក់វិញក៏យំបាត់បងប្អូនគេតោះអូខេបងប្អូនអញ្ចឹងឥឡូវយើងចេះមើលទ្វារទី5ហ្នឹងហើយចេះមើលទគៀកសងខាងអស់ហ្នឹងហើយបងប្អូនត្រូវចេះមើលបន្តទៀតទៅបងប្អូនគេអញ្ចឹងមើលទ្វារអស់នេះខ្ញុំបញ្ជាក់ជូនដែរទេឡានគ្រប់ឡានទាំងអស់អញ្ចឹងគឺកាវនឹងគឺត្រូវតែមានបងប្អូនគ្រាន់តែថាវាខុសគ្នាដូចជា Challenge Tracker ខ្ញុំជំរាបជូនថាអាកាវអស់នេះពណ៌វារៀងលឿងតែគេដល់ពួកនេះពណ៌វាសមកទេបងប្អូនតែហេតុតែចេញលឿងមកផ្សេងអញ្ចឹងបើ Challenge Tracker ស្រួលហ្នឹងបងប្អូនជាងធ្វើបានទេលឿងហ្នឹងគេអញ្ចឹងកាវបកត់ហ្នឹងគឺអត់សមកអញ្ចឹងឯងអញ្ចឹងរៀងលឿងតិចអាតំណងហ្នឹងប៉ុន្តែអូសมันអាចជាងណាអូសមកស្អាតមកភ្លឹងមកអញ្ចឹងបងប្អូនណាគេសម្រាប់តំណងហ្នឹងអញ្ចឹងពុកម៉ែបងប្អូនចេះមើលគ្រប់ទ្វារទាំងអស់ទៅហើយទ្វារហ្នឹងបើបដូរទៀតបើទ្វារហ្នឹងពណ៌ផ្សេងទៀតបងប្អូនមើលក្លុកក្លេតនេះបងប្អូនតែបាញ់មកគឺបញ្ជាក់ថាអូឡានហ្នឹងបដូរទ្វារហើយទ្វារហ្នឹងមិនមែនសស្រីទៀតអញ្ចឹងឡានហ្នឹងគឺប៉ះទ្វារទៀតបងប្អូនអញ្ចឹងគឺស្រួលមើលឃើញទេថ្ពាល់មកបងប្អូនទៅចេះមើលទៀតថ្ពាល់ហ្នឹងដោះអត់គេបងប្អូនមើលខ្ចៅវាមកអញ្ចឹងបងប្អូនឃើញខ្ញុំដាក់កាមេរ៉ាមកគៀកជូនពុកម៉ែបងប្អូនតែម្ដងអូខេហើយយើងមើលទ្វារនេះទៀតមានស្នាមសោដោះអត់អញ្ចឹងយើងមើលឲ្យដល់មកអូខេអញ្ចឹងបងប្អូនឃើញស្រួលមើលទេបងប្អូនតើគេអញ្ចឹងយើងមើលវាទាំងអស់បងប្អូនណាគេហើយប៉ុណ្ណឹងហើយបងប្អូនទៅមើលទ្វារខាងនោះទៀតបងប្អូនបើកដបគ្រាប់ម៉ាស៊ីនទៀតបងប្អូនហើយបងប្អូនអាចមើលគម្របសាំងទៀតហើយគេគម្របសាំងខ្ញុំជំរាបជូនពួកគាត់នេះគឺមានមិនសិនវាតែមានដោះមិននេះមកមូលវិញគឺបញ្ជាក់ថាឡានហ្នឹងប្រហែលជាដោះយកទៅបាញ់ថ្នាំធ្វើអីហើយតែមានប្រឡាក់ថ្នាំឲ្យកន្លែងចូលនេះចឹងឡានហ្នឹងមានតែបញ្ជាក់ថាឡានហ្នឹងគឺប៉ះតាគៀកឬក៏បើមិនប៉ះទេឆ្កូតហើយបាញ់ចូលក្លុកកលៀតហ្នឹងឯងអញ្ចឹងគឺយើងអាចពិចារណាថាអាចមិនយកឬក៏យកអានេះអាស្រ័យលើពុកម៉ែបងប្អូនឯងអញ្ចឹងបងប្អូនឃើញទេអូខេហើយជាមួយនឹងម៉ាស៊ីនប្រអប់លេខអត់មានអ្នកណានៅក្នុងហ្នឹងឯងបងប្អូនណាអញ្ចឹងជាយោបល់ខ្ញុំបងប្អូនទិញឡានគឺមានតែ2កន្លែងឯងទិញនៅឃ្លាំងនិងទិញនៅផ្ទះបងប្អូនណាទំនុកចិត្តឲ្យឡានណាបិទសាកលេខខ្ញុំខ្សឹប5បន្តិចទៅបើថាយកល្អមិនទិញក៏បានពីព្រោះពេលខ្លះយើងអត់ដឹងទេឡានបិទសាកលេខនៅម្ចាស់គេអត់មានបញ្ហាទេដល់ពេលយើងទិញយកទៅជិះយើងមានទៅបិទសាកលេខណាបើកមកជិះបាន 3-4 ថ្ងៃគេរឹបអូសយកឡានដោយសារឡានគេដាក់ GPS បន្តមកទៀតគេដាក់ពាក្យបណ្ដឹងមួយទៀតគឺទទួលផលចោរកម្មសម្រាប់ខ្ញុំឡានបើសិនមកថាបិទសាកលេខខ្ញុំអត់ចង់បានហ្មងបងប្អូនអញ្ចឹងខ្ញុំចែករំលែកបងប្អូនទៅទិញឡានគឺកន្លែងដែលសុវត្ថិភាពគឺទិញនៅផ្ទះគេនៅឃ្លាំងហើយទី2ឡានយកល្អគឺត្រូវមើលលេខមុនហើយដែរយើងស្រឡាញ់អត់ឬក៏យ៉ាងម៉េចតាមពិតលេខល្អមិនល្អមិនសំខាន់ទេតាមពិតគឺខ្ញុំចង់ដឹងថាឡានហ្នឹងគឺប្រហោះទៅអូខេវាអត់មានបញ្ហាពីព្រោះឡានมันអាចលក់មួយថ្ងៃចេញបងប្អូនណាលក់ច្រើនថ្ងៃអញ្ចឹងបើសិនបើថាឡានហ្នឹងមានបញ្ហាគេបើកសាកលេខប្រហោះអញ្ចឹងគឺម្ចាស់គេមករករឿងឯងអូខេឥឡូវយើងចាប់ផ្ដើមរៀនមើលប្លុកម៉ាស៊ីនដល់បងប្អូនតោះអូខេអញ្ចឹងយើងបើកដបគ្រាប់ម៉ាស៊ីនយើងចាប់ផ្ដើមមើលហើយមិញខ្ញុំបញ្ជាក់ជូនរឿងម៉ាស៊ីនប្រអប់លេខខ្ញុំបញ្ជាក់ថាឲ្យម្ចាស់គេធានាទៅអូខេយើងគ្រាន់តែតេស្តបានតិចតួចប៉ុន្តែបងប្អូនគេអត់មានអ្នកណានៅក្នុងម៉ាស៊ីននេះទោះបីហៅជាងម៉ាស៊ីនមកជួយមើលក៏ដោយត្រូវខូចគឺខូចអាហ្នឹងបងប្អូនយល់ល្អវិធីសាស្ត្ររបស់ខ្ញុំតេស្តម៉ាស៊ីនប្រអប់លេខបងប្អូនជិះបាន30គីឡូទៅបងប្អូនណាតេស្តវាមិនបន្តិចទៅអញ្ចឹងជិះទៅដាក់ម៉ាច់ដល់30គីឡូបងប្អូនគេរត់លេខនឹងវាចូល smooth អត់បើកវាមិនបន្តិចទៅអញ្ចឹងមិនថាវាចូល smooth អញ្ចឹងមានថាប្រអប់លេខនឹងអត់បញ្ហាទេហើយឲ្យម្ចាស់គេធានាឲ្យទៅបងប្អូនណាអូខេឥឡូវយើងចាប់ផ្ដើមមើលដបគ្រាប់ម៉ាស៊ីនមានស្នាមសោដោះអីអត់បងប្អូនឃើញទេអញ្ចឹងគឺអត់មានទេអត់មានទេបងប្អូនណាឡានខ្ញុំមួយខ្ញុំទិញប្រយ័ត្នប្រយែងណាបងប្អូនសើទឹកថ្នាំបុកប៉ះឬក៏ខានធឿនអត់ទិញទេបងប្អូនណាហើយខ្ញុំយកមកថតវីដេអូខ្ញុំប្រយ័ត្នប្រយែងណាបងប្អូនឡានស្ទើអី
សូម្បីតែគេពឹងឲ្យខ្ញុំជួយលក់ខ្ញុំមិនជួយផងបងប្អូនណាតម្រាំដល់ឡានខ្ញុំទៀតចឹងគឺធានាជូនមិនស្ទើរទេបងប្អូនតែចេះមើលធ្នឹមនេះទៀតកាយ៉ាវវានេះបងប្អូនណាអញ្ចឹងហ៊ានតែប៉ះបងប្អូនបាត់កាយ៉ាវនេះមានស្នាមថ្នាំបាញ់មកថ្មីបងប្អូនគឺឡានហ្នឹងគឺប៉ះហើយចឹងបងប្អូនឃើញទេគេមកនេះដាក់កាមេរ៉ាមកឡើងគៀកបងប្អូននេះគេចឹងគឺមើលមកកាយ៉ាវគឺស្អាតចាស់ហើយធ្នឹមកោងនេះបងប្អូនចឹងវាជាប់ជាមួយតួនេះអត់មានអ្នកណាធ្វើបានទេគេនៅតែឃើញថ្នាំមកថ្មីឡងចឹងបញ្ជាក់ថាឡានហ្នឹងគឺប៉ះធ្នឹមហ្នឹងឯងបងប្អូនណាគេចឹងបងប្អូនមើលមកដោយសារតាមវីដេអូខ្ញុំបានចែករំលែកតែរៀងត្រួសមកខាងក្រៅឯងបងប្អូនចង់មើលដល់ក្នុងនោះបើសិនខ្ញុំវិញខ្ញុំប្រចាំង7មើលបងប្អូនណាគេប៉ុន្តែបងប្អូនតែមើលក្រៅនេះវាអត់ហើយចឹងអាក្នុងនោះវាកម្រណាបងប្អូនគេតោះអញ្ចឹងយើងមើលខាងនេះទៀតមកធ្នឹមខាងអ្នកដំណើរទៀតមកបងប្អូនឃើញទេអូខេអញ្ចឹងគឺត្រូវតែស្អាតមកនេះហើយអត់មានស្នាមថ្នាំឯណាមកបាញ់ថ្មីអីណាទេសុំទោសបងប្អូនណាហើយថ្នាំបើសិនជាបាញ់បងប្អូនគេធ្នឹមនេះហ៊ានតែប៉ះបាញ់វាក្តៅបងប្អូនណាអញ្ចឹងគឺវាឆាប់ផ្ទុះមកវិញផ្ទាត់មកវិញណែផ្នែកខាងមុខបងប្អូនមើលទៀតគេបងប្អូនឃើញទេគេក៏យ៉ាវឡើងស្អាតគេបងប្អូនណាទាំងសងខាងបងប្អូនណាគេឃើញទេបងប្អូនអញ្ចឹងយើងចេះមើលបាត់ Toyota Fortuner បងប្អូនចង់ចេះទិញហើយចុងដបូលគេបងប្អូនមើលដូចតែទ្វារអញ្ចឹងឃើញទេគេហ៊ានតែប៉ះខ្ទេចកាវនឹងមកអញ្ចឹងគឺបញ្ជាក់ថាឡានហ្នឹងគឺស្ទើរអញ្ចឹងយើងកុំយកហើយដបូលគ្រាប់ម៉ាស៊ីនបងប្អូនមើលទាំងសងខាងទៅតែតាមពិតទៅតើវាដោះទាំងសងខាងឯគេមិនដែលដោះមួយទេបងប្អូនណាជុំបងប្អូនឃើញស្អាតទេអូខេបងប្អូនអញ្ចឹងខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូនអាចគេទិញឡានបានស្អាតគេយោងតាមវីដេអូខ្លីរបស់ខ្ញុំនេះអញ្ចឹងបងប្អូនចង់ទិញ Toyota Fortuner យកទៅប្រើខ្ញុំសង្ឃឹមថាបងប្អូនអាចទិញឡានបានស្អាតហើយត្រូវហាងឆេងដោយខ្ញុំចង់ឲ្យពុកម៉ែបងប្អូនប្រើចំណេះដឹងនិងសមត្ថភាពខ្លួនឯងទិញដោយមិនចាំបាច់ពឹងបងប្អូនពឹងមិត្តភ័ក្តិពឹងជាងឬក៏ពឹងរូបខ្ញុំអ្នកលក់ឡាននេះទេបងប្អូនណាប៉ុន្តែខ្ញុំមានទទួលដូចគ្នាបងប្អូនចង់ពឹងពាក់ខ្ញុំ call ណាត់មុនលេខ016 452456បងប្អូនណាជូនពុកម៉ែបងប្អូនទិញមកស្អាតហើយត្រូវហាងឆេងប៉ុន្តែវីដេអូខ្ញុំអត់ប្រម៉ូទឲ្យបងប្អូនពឹងពាក់ខ្ញុំទេចង់ឲ្យតែពុកម៉ែបងប្អូនប្រើសមត្ថភាពខ្លួនឯងទៅទិញឡានត្រូវហាងឆេងទិញឡានបានទឹកថ្នាំនៅស៊ីនមិនបុកមិនប៉ះឯកសារមិនបញ្ហាសាក់លេខក៏អត់បាត់គេម៉ាស៊ីនប្រអប់លេខក៏អេមអញ្ចឹងគឺខ្ញុំសប្បាយចិត្តបងប្អូនណាអរគុណច្រើនបងប្អូនគ្រប់ជំរាបលាបើសិនបើមានចម្ងល់អីផ្សេងបងប្អូន call direct ទៅលេខ016 452456មានអីថ្មីលោកគ្រូខាន់ធឿននឹងចែករំលែកបទពិសោធន៍នឹងចំណេះដឹងដោយមិនស្ទាក់ស្ទើរអរគុណជំរាបលា